សួស្តីស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូមួយនេះខ្ញុំផ្ដោតសំខាន់ទៅលើការតភ្ជាប់រវាង GH Simulator 2 របស់កម្មវិធី GH Work 2ទៅកាន់ Factory IO ដោយយើងប្រើប្រាស់កម្មវិធី MHO PC Server ដើម្បីធ្វើការទំនាក់ទំនងរវាង Input Output របស់កម្មវិធីទាំងពីរសូមបញ្ជាក់ផងដែរការ control ទៅលើ Factory IO យើងអាចប្រើប្រាស់ជាមួយនឹង PLC ជាក់ស្ដែងមានន័យថាយើងមាន hardware ជាទម្រង់ PLC យើងអាចបញ្ជាដំណើរការនៅក្នុងកម្មវិធី Factory IO ផងដែរហើយគុណសម្បត្តិធំរបស់PLC របស់យើងជា hardware គឺដំណើរការរបស់វាមានដំណើរការលឿនជាជាងយើងប្រើ simulation ដែលខ្ញុំនឹងបង្ហាញបន្តិចទៀតនេះអញ្ចឹងជាដំបូងយើងត្រូវមានកម្មវិធីដែលយើងទៅសេរួចរាល់ហើយនៅក្នុងកម្មវិធី GH Work 2របស់យើងហើយជាធម្មតាគឺខ្ញុំប្រកាសជាមួយនឹងឈ្មោះវានៅក្នុង label ជាក់ស្ដែងខ្ញុំមាន input ចំនួន2ខ្ញុំមាន input ចំនួន2ហើយខ្ញុំមាន output ចំនួន4ហើយនៅក្នុងហ្នឹងគឺយើងមានទិន្នន័យជា data ជា word ចំនួន1សម្រាប់ធ្វើការបង្ហាញអំពីពេលវេលាដែលវាកំពុងធ្វើការហើយដើម្បីធ្វើការភ្ជាប់ទៅកាន់Factory IO គឺយើងត្រូវមានកម្មវិធី MHO PC Server វាជាភ្នាក់ងារកណ្ដាលមួយសម្រាប់តំណែងតំណងរវាង data របស់GH Work 2របស់យើងទៅកាន់ Factory IO ដោយនៅក្នុងដែរគឺខ្ញុំបង្កើត server មួយឈ្មោះថា Factory IO ជាទូទៅយើងអាចបង្កើតយកពាក្យថា new នៅលើ project របស់យើងដែលកំពុងតែមានស្រាប់យើងដាក់ឈ្មោះទៅឲ្យ server ហ្នឹងហើយនៅក្នុង server ហ្នឹងគឺយើងអាចបង្កាសជា tag នៅក្នុងនេះខ្ញុំបង្កើតជា2 folder ដែល folder ទី1គឺជា folder input ហើយ folder ទី2គឺជា folder output នៅក្នុង folder input គឺយើងអាចមកស្ដាមលើវាយកពាក្យថា new data tag នៅក្នុងនេះយើងអាចដាក់ឈ្មោះរបស់ tag ព្យាយាមកុំដក clear ហើយយើងអាចដាក់ជាមួយនឹង address របស់ PLC ដែលយើងមាននៅខាងឆ្វេងដៃនេះបើសិនជាករណីវាឈ្មោះអីយើងគួរតែដាក់ឈ្មោះហ្នឹងទៅហើយ address អីគឺយើងគួរតែដាក់ address ហ្នឹងដើម្បីឲ្យវាមានភាពងាយស្រួលកុំឲ្យយើងភ័ន្តច្រឡំបាទនៅពេលដែលយើងមាន data tag input output រួចហើយគឺយើងអាចបើក enable ប៉ុន្តែខ្ញុំ recommend ឲ្យយើងបើកជាមួយនឹង simulator សិនអញ្ចឹងយើងមាន GH2 simulator មកគឺវា load run ដូចយើង upload ចូល PLC អញ្ចឹងហើយសូមបញ្ជាក់ម្ដងទៀតបើយើងអាចប្រើជំនួសដោយ hardware ជាទម្រង់ PLC ជាក់ស្ដែងបាននៅចំណុចហ្នឹងណាបាទអញ្ចឹងដល់ពេលដែលវាបញ្ចប់ជាមួយនឹងការ start up របស់កម្មវិធីរបស់យើងមកគឺយើងកំពុងតែមាន PLC សព្វនិមិត្តមួយជាទម្រង់ simulation មួយដែលរងចាំការ connect ពីខាងក្រៅអញ្ចឹងយើងបើកកម្មវិធី MHO PC server របស់យើងហើយយើងអាចចុចប៊ូតុង start នៅក្នុងនេះផងដែរខ្ញុំនឹងបង្ហាញព័ត៌មានមួយចំនួនសំខាន់ទៀតនៅវីដេអូបន្តបន្ទាប់ដោយក្នុងវីដេអូនេះខ្ញុំផ្ដោតសំខាន់ទៅលើការ search និងការ connect រវាងកម្មវិធី GH Simulator 2 ទៅកាន់ Factory IO តែប៉ុណ្ណោះចឹងដល់ពេលដែលខ្ញុំចុច run ខ្ញុំអាចចុចរូប Venta នេះដើម្បីយើងមើលអំពី input output វាមិនតាន់មានដំណើរការឬក៏បានដំណើរការហើយអញ្ចឹងយើងមើលជាក់ស្ដែងនៅក្នុងនេះយើងមានoutput ដែលមាន output discharge line ហើយនិង discharge valve នេះកំពុងតែ active មួយអាហ្នឹងអាស្រ័យលើ program របស់យើង run ជាក់ស្ដែងបើវា1បើវាធ្វើការវា1បើវាអត់ធ្វើការវាចេញលេខ0ហើយនៅក្នុងនោះយើងអាចចុចលើ input ក៏យើងអាចអង្កេតអំពីទិន្នន័យទាំងអស់ហ្នឹងបានផងដែរអូខេអញ្ចឹងបន្តមកទៀតយើងធ្វើការ connect ទៅកាន់ Factory IO ដោយនៅក្នុង Factory IO គឺយើងគួរតែមាន project មួយរួចជាស្រេចហើយដោយសារតែខ្ញុំបានរៀបចំរួចហើយគឺ project នេះគឺវាមាននៅក្នុង scene យើងអាចបើកproject ហ្នឹងមកហើយបន្តមកទៀតយើងអាចឆែកមើលអំពី input output ដែលយើងចង់បានជាក់ស្ដែងយើងត្រូវមាន hardware សិនយើងត្រូវមាន hardware ហើយទើបយើងអាចទៅសេ software បានអញ្ចឹងខ្ញុំចុចលើប៊ូតុង fill in ប៊ូតុង discharge ហើយយើងមានអំពូល filling ហើយនិងអំពូល discharging ហើយយើងមាន timer ផងដែរនៅក្នុងហ្នឹងគឺយើងត្រូវការ discharge valve យើងចុចលើ discharge valve ហើយយើងមាន fill valve ចំពោះ project នេះខ្ញុំមិនបានដាក់ជា capacitive ដើម្បី detect អំពីទឹកពេញឬក៏មិនពេញទេឥឡូវនៅក្នុងនេះយើងមាន input ចំនួន2យើងមាន output ចំនួន4ហើយយើងមាន data ជាទម្រង់ word ចំនួន1បន្តមកទៀតយើងចូលនៅក្នុង file យើងយកពាក្យថា driver អញ្ចឹងនៅក្នុង driver នេះគឺយើងអាចចុចនៅលើខាងលើយើងយកពាក្យថា OPC ចំពោះយើងមានជាទម្រង់ hardware ដូចជា Siemens ឬក៏
PLC ផ្សេងៗយើងអាចរើសទៅតាមឈ្មោះវាតែចំពោះ Mitsubishi គឺយើងត្រូវយកពាក្យថា OPC client ចេញមកភ្លាមគឺយើងមិនតាន់មាន server ណាមួយបាន define ទេយើងត្រូវយកពាក្យថា configuration ដើម្បីយើងមកឆែក server អញ្ចឹងដំបូងយើងចុចលើពាក្យថា browse server ដើម្បីឲ្យវាស្វែងរក server ដែលកំពុង online បាទអញ្ចឹងបន្ទាប់មកទៀតយើងចុចលើសញ្ញាព្រួយហ្នឹងយើងឃើញមានពាក្យថា Mitsubishi MHOPC 6 អញ្ចឹងយើងចុចយកវាហើយករណីពេលខ្លះ output input out update យើងអាចចុចលើពាក្យថា browse បាទហើយយើង back មកវិញពេលដែលយើងត្រឡប់មកវិញគឺយើងនឹងទទួលបាន server មួយកំពុងតែ online ដែលយើងឃើញសញ្ញា tick នៅពីខាងលើនេះបន្តមកទៀតយើងយក BDN field បាទ BDN field យើងយកមកដាក់កន្លែង field សូមបញ្ជាក់ថា BDN field ខាងផ្នែកនេះគឺជាផ្នែក input របស់ factory IO ហើយផ្នែកនេះគឺជាផ្នែក output របស់ factory IO ហើយខាងនេះគឺជា server ហើយ server ហ្នឹងគឺវាបានមកពីMHOPC server របស់យើងអញ្ចឹងក្នុង server របស់យើងមាន take input output ចំនួនប្រមាណគឺវានឹងបង្ហាញនៅលើនេះឲ្យយើងនៅក្នុងនេះយើងមានបតុង discharge មួយទៀតយើងអាចដាក់ឲ្យគ្រប់ជាមួយនឹង input របស់យើងមានចំនួន2គឺបតុង fill និងបតុង discharge ហើយផ្នែក output យើងមានដូចជា filling នេះគឺជា valve អញ្ចឹងយើងដាក់នៅផ្នែក valve យើងមានសំទោស line អញ្ចឹង fill valve យើងដាក់កន្លែង fill valve ហើយ discharge valve យើងដាក់នៅកន្លែង discharge valve និង discharging នេះគឺជាអំពូលយើងដាក់នៅកន្លែង discharging បន្តមកទៀត timer គឺយើងដាក់នៅកន្លែង timer value បន្តមកទៀតយើងចុច back មកវិញក្នុងហ្នឹងយើងអាចចុចប៊ូតុង start នៅពេលដែលយើងចុចប៊ូតុង start គឺយើងអាចមើលពីដំណើរការរបស់វានៅខាង MHOPC server ហើយពេលដែលខ្ញុំចុចប៊ូតុង start អញ្ចឹងយើងឃើញមានដំណើរការបង្ហូរទឹកចុះមករយៈពេល10វិនាទីវានឹងបិទវិញដោយស្វ័យប្រវត្តិហើយបើសិនតែយើងមើលទៅខាងផ្នែក output គឺបើសិនជាករណីដែលខ្ញុំចុចអ្វីមួយធ្វើការគឺផ្នែក output ហ្នឹងវានឹងបង្ហាញទិន្នន័យមួយឲ្យយើងដែរហើយដូចគ្នាដែរនៅក្នុងកម្មវិធី PLC របស់យើងក៏វាបង្ហាញអំពីទិន្នន័យ online និងទិន្នន័យប្រែប្រួលមួយចំនួនដែលយើងបានចុចបញ្ជាពីកម្មវិធី Factory IO នៅក្នុងដែរយើងមាន function មួយទៀតគឺយើងអាច discharge បានមានន័យថាយើងបង្ហូរទឹកចេញដោយយើងចុចប៊ូតុងឲ្យជាប់ពេលដែលអំពូលភ្លឺមានន័យថាទឹកកំពុងតែហូរចេញហើយយើងដកដៃចេញវិញគឺវាលែងបង្ហូរបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញជាគោលគឺផ្ដោតសំខាន់ទៅលើការភ្ជាប់រវាងកម្មវិធី MHOPC server ដែលជាភ្នាក់ងារកណ្ដាលភ្ជាប់រវាងកម្មវិធី GH Work 2 Simulator ទៅកាន់ Factory IO បាទសូមអរគុណ